ប្រិមត្តទូរទស្សនិកជនជាទីគោរពសហភាពអឺរ៉ុបបានព្រមព្រៀងចាក់ខតនៅក្នុងការនាំចូលប្រេងពីរុស្ស៊ីរហូតទៅដល់ 90% នៅក្នុងចុងឆ្នាំនេះមេដឹកនាំសហភាពអឺរ៉ុបឬក៏ចាស់ EU បានយល់ព្រមដើម្បីកាត់បន្ថយការនាំចូលប្រេងចំនួន 90% ពីប្រទេសរុស្ស៊ីនៅក្នុងចុងឆ្នាំនេះដែលជាការដាក់ទណ្ឌកម្មចុងក្រោយបំផុតទៅលើប្រទេសនេះបន្ទាប់ពីការលុកលុយលើអ៊ុយក្រែនចាប់ផ្ដើមកាលពីខែគឺជាង3ខែមុនប្លុកដែលមានប្រទេសចំនួនចាស់27ប្រទេសមួយនេះមានចាស់ចំណាយពេលជាច្រើនសប្តាហ៍ដើម្បីជជែកតវ៉ាជុំវិញការហាមឃាត់ទាំងស្រុងទៅលើការនាំចេញប្រេងរបស់រុស្ស៊ីប៉ុន្តែជួបប្រទះនឹងបញ្ហាប្រឈមដោយសារតែមានការប្រឆាំងនិងការតស៊ូរឹងរូសពីនាយករដ្ឋមន្ត្រីចាស់ហុងហ្គារីលោកViktor Orbánមេដឹកនាំសហភាពអឺរ៉ុបដែលជួបប្រជុំគ្នានៅក្នុងទីក្រុងប្រុចសែលបានបង្កើតនៅកិច្ចព្រមព្រៀងសម្របសម្រួលមួយដើម្បីលើកលែងការដឹកនាំបញ្ជូនដែលមកដល់អឺរ៉ុបតាមបំពង់បង្ហូរប្រេងពីការហាមឃាត់បន្ទាប់ពីប្រទេសហុងហ្គារីបានប្រមានថាការបញ្ឈប់ការផ្គត់ផ្គង់និងបំផ្លាញសេដ្ឋកិច្ចរបស់ខ្លួនប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បាននិយាយថាកិច្ចព្រមព្រៀងហាមឃាត់ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនេះគ្របដណ្ដប់ភ្លាមនៅការនាំចូលប្រេងជាង 2/3 ពីប្រទេសរុស្ស៊ីដោយកាត់បន្ថយប្រភពហិរញ្ញប្បទានដ៏ធំរបស់រុស្ស៊ីដើម្បីដាក់សម្ពាធទៅលើរុស្ស៊ីឲ្យបញ្ឈប់សង្គ្រាមទៅលើអ៊ុយក្រែនលោកប្រធានាធិបតីរបស់ EU លោកស្រីUrsula von der Leyen បាននិយាយថាវិធានការនេះនឹងកាត់បន្ថយការនាំចូលប្រេងប្រហែលជា 90% ពីប្រទេសរុស្ស៊ីទៅកាន់ EU នៅក្នុងដំណាច់ឆ្នាំនេះខណៈដែលអាល្លឺម៉ង់និងប៉ូឡូញបានបដិញ្ញាលះបង់ការចែកចាយតាមបំពង់បង្ហូរប្រេងទៅកាន់ទឹកដីរបស់ពួកគេ។